នេះគឺជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំនៅសាលារៀន NPIC ដែលយើងហៅថាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC នេះគឺជាសកម្មភាពមួយចំនួនដែលនាងខ្ញុំធ្វើការថតបង្ហាញនៅទស្សនវិជ្ជាឲ្យពួកខ្ញុំចូលរៀនថ្ងៃដំបូងនិយាយពីថាសិស្សនិស្សិតច្រើនខ្លាំងមែនទែនតែប៉ុន្តែជាថ្ងៃចូលរៀនដំបូងសិស្សសានុសិស្សដែលគាត់រៀននៅឆ្នាំទី1ដែលហៅថាឆ្នាំ Foundation Year គឺពួកគាត់ចូលរៀនច្រើនខ្លាំងមែនទែនហើយខ្ញុំក៏ជានិស្សិតម្នាក់នៅក្នុងចំណោមនិស្សិតនៅវិទ្យាស្ថានជាតិផងដែរដែលខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំនឹងក៏នាំគ្នាធ្វើដំណើរទៅផ្នែកខាងមុខនៅសាលារៀននិយាយពីថាសប្បាយអមែនតើតែប៉ុន្តែថ្ងៃដំបូងនេះខ្ញុំអត់មានម៉ោងរៀនទេខ្ញុំអត់មានម៉ោងសម្រាប់ការវិភាគតែខ្ញុំចង់ទៅគ្រប់ទងជាតិដោយសារតែវាជាភារកិច្ចរបស់ខ្ញុំជាភារកិច្ចរបស់សិស្សានុសិស្សដែលគាត់រៀននៅវិទ្យាស្ថានជារៀងរាល់ថ្ងៃច័ន្ទគឺតែងតែមានការគ្រប់ទងជាតិជារៀងរាល់សប្តាហ៍តែម្ដងហើយបើនិស្សិតដែលគាត់ចូលរួមទៅការគ្រប់ទងជាតិហ្នឹងគឺមានច្រើននិស្សិតបរោះនិស្សិតនារីគឺច្រើនខ្លាំងមែនតើក៏ប៉ុន្តែនៅសាលារៀនរបស់ពួកខ្ញុំគឺសិស្សនារីមានចំនួនតិចជាងសិស្សបរោះដោយសារតែនៅសាលារបស់ពួកខ្ញុំគឺជាសាលាដែលបង្រៀនពីបច្ចេកទេសដែលមានទាំងជំនាញសំណង់ស៊ីវិលគេហៅថាជំនាញមេកានិករថយន្តដែលសុទ្ធសឹងតែជាជំនាញដែលប្រគាត់ជួយចិត្តរៀនក៏ប៉ុន្តែมันជាបញ្ហាទេសម្រាប់និស្សិតនារីក៏ពួកគាត់នៅតែអាចចូលរៀននៅសាលារៀននឹងបានដែរពួកឯងនៅសាលាខាងខ្ញុំក៏មានផ្នែក IT មានខាងផ្នែកថាទេសចរមានខាងផ្នែកខាងអេឡិចត្រូនិកដែលស្ត្រីនិងបុរសក៏គាត់អាចរៀនបានដូចគ្នាអត់មានប្រកាន់ភេទស្រីបុរសទេបងប្អូនហើយចំពោះកន្លែងនេះវិញវាបង្ហាញពីសកម្មភាពដែលខ្ញុំត្រឡប់ជិះពីជួរវិញទេសភាពនៅ NPIC គឺថាស្អាតថាតែមែនតែបងប្អូនគឺឡើងខ្ចីលបួកគ្រប់រដូវកាលមិនថាជារដូវក្តៅឬក៏រដូវភ្លៀងនិយាយពីថាទេសភាពស្មៅខ្ចីគ្រប់រដូវតែម្ដងបងប្អូនបើសិនជាមានកូនដែលពួកគាត់ចង់រៀនជំនាញបច្ចេកទេសគឺមកខាងសាលា NPIC បានគឺថាអត់ខកបំណងទេបងប្អូន